ពាក្យទូនមានរបស់ឪពុកម្ដាយកុំត្រជាក់ស្រាលកូនសំឡាញ់ពេលណាកូនបានធ្វើធំជាប្រធានជាអ្នកគ្រប់គ្រងអ្នកដទៃកូនត្រូវប្រយ័ត្នរឿងមួយដែលសំខាន់បំផុតគឺកុំត្រជាក់ស្រាលមានន័យថាកុំជឿគេងាយងាយអីកុំអាលកាត់ក្តីមុនមានការពិចារណាឲ្យត្រឹមត្រូវឲ្យសោះពាក្យសម្ដីពាក្យណែនាំដែលអ្នកផ្សេងយកមកនិយាយឲ្យស្ដាប់នោះត្រូវស្ដាប់ត្រចៀកម្ខាងទុកត្រចៀកម្ខាងប្រើសតិជាកញ្ច្រែងរែងឲ្យច្បាស់ជាពិសេសសម្ដីរបស់អ្នកជិតស្និទ្ធត្រឹមតែត្រូវប្រយ័ត្នបន្តិចព្រោះអ្នកធំត្រជាក់ស្រាលត្រូវវិនិច្ឆ័យព្រោះអ្នកជិតស្និទ្ធមកច្រើនណាស់ហើយមិនមែនមិនឲ្យមិនទុកចិត្តអ្នកជិតស្និទ្ធទេគ្រាន់តែប្រាប់ឲ្យប្រយ័ត្នប៉ុណ្ណោះជួនកាលអ្នកដែលស្និទ្ធស្នាលជាមួយយើងឬអ្នកដែលមកនិយាយប្រាប់ទាំងនោះអាចមានផែនការខ្ចីដៃយើងឲ្យទៅកំចាត់សត្រូវរបស់គេឬទៅលើកដំកើងមិត្តភក្តិគេក៏ថាបានឬគ្នារបស់យើងទៅមានរឿងជាមួយអ្នកផ្សេងហើយមកខ្ចីដៃរបស់យើងទៅធ្វើបាបអ្នកផ្សេងក៏ថាបានដែរសូមអរគុណ